គណៈបកភ្លើងទៀនត្រូវបានមិនអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត2023ថ្ងៃ23កក្កដាដោយហេតុផលថាគណៈបកភ្លើងទៀនអត់ឯកសារដើមដូច្នេះហើយអ្វីដែលខ្ញុំតែងគិតជាមួយនឹងគណៈដឹកនាំគឺយើងចង់ឲ្យមានផ្ទះថ្មីនៅពេលដែលអវត្តមានគណៈបកភ្លើងទៀនដើម្បីបន្តជំនួសដូចជាថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិយើងឃើញថាឥឡូវយើងមើលទីប្រឹក្សាគណៈបកកម្លាំងជាតិមែនទេទៅលោករងឈុនទទួលរងការធ្វើទុកបុកម្នេញផ្នែកនយោបាយហ្នឹងច្រើនណាស់ដែលมันអាចឲ្យលោកមកដឹកនាំគណៈបកប្រជាធិបតេយ្យមួយបានពេញលេញនឹងជាភាពអយុត្តិធម៌សម្រាប់គាត់ទី2ថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិផ្សេងៗទៀតដោយលោកសុនយ៉ាងធីត្រូវបានគេចាប់ដាក់ពន្ធនាគារហើយរួមទាំងថ្នាក់ដឹកនាំផ្សេងមួយចំនួនទៀតក៏ត្រូវគេបានគេទីទុកបុកម្នេញដូចគ្នាអញ្ចឹងខ្ញុំមើលឃើញថាគណៈបកកម្លាំងជាតិនេះគឺជាចលករមួយដែលរុញច្រានឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដដូច្នេះហើយវាសមនឹងអ្វីដែលខ្ញុំគិតដែរថាយើងមិនអាចទៅពឹងពាក់សុំផ្ទះគេនៅរហូតបានទេថ្ងៃណាមួយគេមិនសប្បាយចិត្តគេអាចឲ្យយើងរើបានចេញក៏បានដែរទោះយើងមានលុយបង់ថ្លៃជួលអីគ្រប់គ្រាន់ក៏ដោយប៉ុន្តែក៏មិនមែនថាអញ្ចឹងគេអត់គាត់ទេយើងអរគុណគេ